សួរអង្គពុំវិញបងប្អូនជាកសិករទាំងអស់គ្នាដែលធ្វើដំណាំស្រូវវស្សាបាទថ្ងៃនេះដែរក្រុមហ៊ុន SPK 1សូមធ្វើការណែនាំនិងធ្វើការបង្ហាញអំពីរូបមន្តក្នុងការកម្ចាត់ពពួកស្មៅបែកក្បាលគល់ក្រហមឬក៏ស្មៅពស់ក្របីនៅក្នុងដំណាំស្រូវវស្សារបស់យើងដែលយើងមានរូបមន្តគឺស៊ូនមីក35ក្រាមលាយជាមួយនឹងធូឌីស៊ូនមីក35ក្រាមគឺយើងកម្ចាត់ស្មៅប្រភេទរៀងចាស់ណាក៏ស្មៅខ្ចីក៏ត្រូវដែរហើយស្មៅចាស់យើងឃើញថាត្រូវនេះប្រភេទស្មៅចេញផ្កាដែលស៊ូនមីក35ក្រាមកម្ចាត់បានទាំងស្មៅបែកក្បាលគល់ក្រហមនិងពពួកស្មៅកបោនៅក្នុងស្រែរបស់យើងហើយធូឌីកម្ចាត់ពពួកកក់ជីបតកួនហើយពពួកវល្លិនិងពពួកស្មៅជាប់ផ្សេងបាទថ្ងៃនេះខ្ញុំធ្វើការបង្ហាញអំពីលទ្ធផលស្រែបង្ហាញដែលយើងធ្វើការប្រើប្រាស់ស៊ូនមីក35ក្រាមបានរយៈពេល12ថ្ងៃដែលស្រែបកត់បានបាញ់ថ្នាំរួចម្ដងហើយប្រភេទញីឈ្មោលតែបាញ់ហើយគឺឃើញថាឡងស្មៅដែលចាស់ហ្នឹងគឺអត់អាចកម្ចាត់បានហើយវាចាប់ដើមចេញផ្កាអញ្ចឹងទៅយើងយកស៊ូនមីក35ក្រាមមកឲ្យគាត់បាញ់ហើយជាលទ្ធផលយើងឃើញថាស្មៅដែលចាស់ចេញផ្កានេះបើយើងមើលទៅស្មៅវាឡើងថ្នាំងកាលណាវាឡើងថ្នាំងហើយវាមិនមែនលួយដាច់ផឹងតែម្ដងទេគឺវាងាប់សន្សំតែសំខាន់គឺវាស៊ីដាច់តាមថ្នាំងបាទដូចនៅក្នុងវីដេអូនេះអញ្ចឹងគឺស្មៅរបស់យើងនេះឃើញទេបាទស្មៅរបស់យើងគឺយើងដកមកពណ៌វាអត់ទាន់ក្រហមដាច់ទេប៉ុន្តែថ្នាំងរបស់វាដាច់ហើយមិនយូរទេវានឹងដាច់ងាប់ទៅបាទនេះគឺស្មៅដែលវាងាប់ណាបាទក្រោយពេលដែលយើងប្រើប្រាស់ស៊ូនមីក35ក្រាមតែបាញ់រយៈពេលត្រឹមតែ7 8ថ្ងៃយើងទៅមើលអត់ដឹងទេមើលអត់ដឹងថាស្មៅយើងបាញ់ងាប់ទេតែយើងអត់ធ្មត់បន្តិចដោយសារតែស៊ូនមីក35ក្រាមរបស់យើងនេះគឺងាប់យឺតវាស៊ីសឹមតែវាកម្ចាត់បានល្អហើយយើងបាញ់ហើយរយៈពេល12ថ្ងៃនេះអត់ទាន់ឃើញមានដោះតាមថ្នាំងតាមខ្នែងមកវិញទេដែលបើគាត់ប្រើកសិករគាត់ប្រើប្រាស់ផលិតផលផ្សេងខ្ញុំឃើញថាបាញ់ទៅនេះស្មៅគេរាងក្រហមចេះឡើងស្វាយបាទបន្ទាប់ពីឡើងស្វាយហើយខ្ញុំឃើញថានេះវាចាប់ដើមដោះកូនថ្មីមកដោះកូនថ្មីនេះកូនថ្មីចាប់ដើមដោះអញ្ចឹងមួយដើមនេះវានឹងមានកូនមកគឺកាន់តែច្រើនហើយដើមស្មៅនេះក៏ដូចគ្នាដែរនេះកូនចាប់ដើមមកដើមមេអត់តន់ដាច់ល្អទេគ្រាន់មកក្រិនអញ្ចឹងណាស្មៅចាស់ហើយយើងមើលកាច់តាមថ្នាំងនេះអត់ឃើញមានខ្មៅទេបាទកាច់តាមថ្នាំងណាយើងឃើញថាអត់មានខ្មៅទេវានៅខៀវអញ្ចឹងហើយវាអាចមានលទ្ធភាពក្នុងការបង្កើតកូនថ្មីបាននេះកូនថ្មីមកនេះដើមមេវារាងគាំងណាតែវាអត់ខ្មៅទេបាទអញ្ចឹងគាត់ប្រើប្រភេទនេះតែដោយឡែកស៊ូនមីក35ក្រាមស៊ីដាច់ល្អបាទអញ្ចឹងយើងត្រឡប់មកវិញយើងមកមើលស្រែបន្តតែម្ដងបាទយើងមកនេះបងហើយយើងបង្ហាញស្រែដែលយើងបាញ់បន្តបាទអញ្ចឹងយើងដកមើលផ្ទាល់នេះយើងដកមកមើលផ្ទាល់យើងមកមើលទាំងអស់គ្នានេះខ្ញុំដកមកភ្លាមហើយស្មៅយើងគឺចេញផ្កាហើយផ្កាវាក៏ងាប់ដែរបាទដោយសារអីថ្នាំងរបស់វាដាច់មែននេះដាច់ខ្មៅចេះយើងឃើញទេបាទថ្នាំងស្មៅរបស់យើងគឺដាច់ខ្មៅបែបនេះវាស៊ីតាំងពីថ្នាំងក្រៅមកណាហើយអត់មានថ្នាំងដែលដោះមកថ្មីទេរយៈពេល12ថ្ងៃនេះណាអញ្ចឹងវាស៊ូនមីក35ក្រាមវាស៊ីកម្ចាត់ប្រភេទស្មៅចាស់គឺបែបនេះបាទតាមថ្នាំងរបស់វាគឺដាច់ខ្មៅទាំងអស់តែម្ដងបាទនេះសិតតែខ្មៅអញ្ចឹងវាអត់អាចដោះមកវិញបានទេហើយយើងមើលស្ថានភាពស្រូវរបស់យើងស្មៅនេះវាងាប់ហើយបាទស្មៅវាងាប់ប៉ុន្តែស្រូវរបស់យើងនៅតែរក្សាពណ៌បៃតងបានល្អនេះនៅរក្សាពណ៌បៃតងល្អធម្មតាទាំងដែលស្មៅនេះចាប់ដើមងាប់បាទងាប់យើងដកមកគឺខ្មៅដាច់តាមនេះអស់ហើយនេះពេលយើងដកមកណាបាទស្មៅដែលផ្កានេះគឺនេះដាច់តាមថ្នាំងបាទអូខេដាច់តាមថ្នាំងបាទនេះយើងដកមកសាក់ដាច់តាមថ្នាំងវាយើងមើលទៅដូចស្មៅអត់តងាប់ចឹងប៉ុន្តែវាដាច់តាមថ្នាំងហើយដោយសារតែដើមវាចាស់វាអាចនេះតាមថ្នាំងវាអាចចិញ្ចឹមដងដើមវាបានធ្វើឲ្យវាអត់ងាយងាប់អត់ងាយរលួយទេប៉ុន្តែស្មៅហ្នឹងគឺរើអត់រួយទេហើយស្រូវយើងចាប់ដើមស្ទុះឡើងចាប់ដើមជន់មួយស្មៅហ្នឹងឈ្នះមួយស្មៅហ្នឹងបាទអញ្ចឹង
ត្រឡប់មកវិញស៊ូនូមិ35 ក្រាមអាចជួយដោះស្រាយបញ្ហាស្មៅចាស់ជាពិសេសគឺស្មៅបែកក្បាលគល់ក្រហមនឹងបានដោយឡែកស្រែបងប្អូនវិជាកសិករជាច្រើនខ្ញុំតាមដានមើលណាគឺភាគច្រើនគឺដោះកូនមកវិញច្រើនមែនទែនដោយសារអីយើងបាញ់ហើយយើងរំពឹងលើយើងរស់បាទតែស្រែយើងអត់មានទឹកឬក៏ទឹកតិចរស់ហើយអត់លិចវាអញ្ចឹងកាលណាដែលយើងរស់ហើយគឺកូនវានឹងដោះមកគឺកាន់តែច្រើនដោយសារដើមវាផ្ដេកហើយធម្មតាស្មៅនេះវាមានថ្នាំងបាទវាមានថ្នាំងណាអញ្ចឹងកាលណាដែលវាដើមវាដេកចេះមកថ្នាំងវាដោះតាមនេះដោះឬតាមថ្នាំងដោះកូនមកតាមនោះគឺកាន់តែច្រើនអញ្ចឹងចំពោះស្មៅចាស់បែបនេះគឺយើងប្រើប្រាស់ស៊ូនមិច35 ក្រាមនេះទៅគឺល្អបាទអាចកម្ចាត់បានហើយបើយើងបាញ់ហើយគឺស្មៅរបស់យើងអាចឈ្នះនៅបញ្ហាហ្នឹងបានស្រូវរបស់យើងឈ្នះស្មៅបានបាទអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញប៉ុណ្ណឹងបាទសូមអរគុណ